លោកអុកហានត្រូវបានកម្លាំងនគរបាលព្រំប្រទានក្រសួងមហាផ្ទៃចាប់ខ្លួននិងបញ្ជូនទៅតុលាការខណៈបែកគំនិតក្លែងឯកសារឡានយកទៅបញ្ចាំជារឿងនឹកស្មានបណ្ដោលដែលម្ចាស់ឃ្លាំងរថយន្តបានជួលឲ្យលោកអុកហានមានទាំងឯកសារជួលតាំងពីថ្ងៃទី15ខែសីហាឆ្នាំ2024ដល់ត្រឹមត្រូវប៉ុន្តែបែរជាបុគ្គលម្នាក់នេះថ្លើមធំហ៊ានយកឡានទៅបញ្ចាំដោយមិនខ្លាចនឹងផ្លូវច្បាប់ទាល់តែសោះទើបកម្លាំងសមត្ថកិច្ចព្រំប្រទានក្រសួងមហាផ្ទៃនៅថ្ងៃទី4ខែមីនាឆ្នាំ2025បានចាប់បញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់ម្ដេចបានលោកអុកហានហ៊ានបំពានផ្លូវច្បាប់យ៉ាងដូចនេះការចាប់ខ្លួនលោកអុកហានបានសម្រេចដោយសារតែមានការដាក់ GPS តាមរថយន្តហើយបានយកទៅបញ្ចាំនៅទីតាំងអ្នកមានអំណាចមួយរូបនោះហើយគ្មានអ្នកណាហ៊ានទៅប៉ះពាល់ទាល់តែសោះបើតាមទីតាំងគឺស្ថិតនៅផ្ទះអ្នកមានអំណាចរូបនោះការដែលលោកអុកហានហ៊ានយកទៅបញ្ចាំដោយសារតែមានការធានាផ្លូវច្បាប់ពីអ្នកមានអំណាចរូបនោះបើទោះបីជាយ៉ាងណាក៏ដោយកម្លាំងសមត្ថកិច្ចបានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទើបបានចាប់ខ្លួនលោកអុកហានស្ថិតនៅត្រង់ចំណុចបុរីហុងឡាយខណ្ឌដង្កោរាជធានីភ្នំពេញសូមជម្រាបផងដែរថារថយន្តដែលលោកអុកហានជួលហើយយកទៅបញ្ចាំជារថយន្តម៉ាក Toyota Prius ពាក់ស្លាកលេខភ្នំពេញ 2BT 9550ផលិតក្នុងឆ្នាំ2010ហើយយកទៅបញ្ចាំឲ្យអ្នកមានអំណាចម្នាក់នៅក្នុងបុរីហុងឡាយខណ្ឌដង្កោរាជធានីភ្នំពេញបច្ចុប្បន្នកម្លាំងសមត្ថកិច្ចបានបញ្ជូនជនសង្ស័យទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់និងកំពុងស្វែងរកជនដែលទទួលបញ្ចាំនោះផងដែរទាក់ទងជាមួយករណីខាងលើនេះអង្គភាពសារព័ត៌មាននឹងរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់រៀងរាល់ម៉ោងធ្វើការឬទំនាក់ទំនងតាមលេខទូរស័ព្ទ